dây rương khô ta chặt đam chặt đó rương đầm bông nên trong đấy cứ này đi karaoke khăn sang xa bài chất từ miền Sài mấy lên năm cần đôi om mùi tình chập thùng tất chất mất sang xa bài chất từ rộng Sài mấy vừa ở những karaoke mà nè phật năm cần đôi om mùi tình chập thùng đâm bách vừa ắt khiết tai mình xâm rách được bầm nòng hai cái này cả lan cả vì liệu mongประปียุบថ្ងៃទី6ខែឧសភានៅបន្ទប់ជួលភូមិអូដឹមសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យនារីគិតខ្លីដើម្បីស្នេហាមិនបានសម្រេចសុខចិត្តធ្វើអត្តកិច្ចខ្លួនឯងនេះមានឈ្មោះស្រីយ៉ាអាយុ20ឆ្នាំជាបុគ្គលិកខារ៉ាអូខេនៅអូដឹមមានស្រុកកំណើតនៅខេត្តក្រចេះបានឲ្យដឹងថាមូលហេតុដែលនាងផឹកថ្នាំកណ្ដុរធ្វើអត្តឃាតដោយសារតែនាងតូចចិត្តនឹងសង្សារដែលបែកចិត្តទៅរកស្រីថ្មីចោលរូបនាងឲ្យនៅកណ្ដោយកណ្ដែងតែម្នាក់ឯងប្រពន្ធព័ត៌មានពីមិត្តភ័ក្តិដែលជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈបានឲ្យដឹងថាមុនពេលកាត់ហេតុនារីខាងលើនេះបានតូចចិត្តនឹងសង្សារទៅរកស្រីថ្មីទៀតបានតែផឹកស្រាហើយក៏បានលេបថ្នាំកណ្ដុរអស់មួយកញ្ចប់ធំដើម្បីធ្វើអត្តឃាតតែมันបានសម្រេចដូចបំណងទេដោយសារតែមិត្តភ័ក្តិដឹងទាន់បានទូរស័ព្ទហៅរថយន្តសង្គ្រោះ711ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈត្រូវគ្រូពេទ្យលាងជំរះក្រពះទៅដើម្បីសម្អាតជាតិពុលបានធូរស្រាលបន្តិចក៏បានដឹកតាមរ៉ឺម៉កម៉ូតូកង់3ត្រឡប់ទៅផ្ទះវិញចានេះគឺជារឿងទី1បាទពិបាកណាឥឡូវពិបាកណាលេបថ្នាំទៅហើយធ្វើបាបណាឥឡូវហ្នឹងចាធ្វើបាបតែខ្លួនឯងនឹងក្អួតលៀងកាពះណែពងលៀងកាពះឥឡូវធ្វើឲ្យខូចកាពះទៀតឃើញចាបាទបំផ្លាញកាពះខ្លួនឯងអើយចឹងបានថាពេលខ្លះគិតខ្លីដល់ពេលចាប់ដើមគិតថាសម្រាប់ខ្លួនទៅវាពិបាកបានដឹងថាអត់ចង់ស្លាប់ណាចង់ស្លាប់មុនពេលដែលអត់ទាន់វាពិបាកដល់ពេលចាប់ដើមដាក់ថ្នាំចូលទៅបានដឹងថាអត់ចង់ស្លាប់ប៉ុណ្ណឹងហើយជាអាចរៀងទៅបាទរៀងអាចរៀងបាទហើយដូចអ្នកលោតទឹកចឹងណាលោតទឹកសម្រាប់ខ្លួនប៉ុន្តែនៅពេលដែលចាប់ដើមចូលទឹកប្រងបានដឹងថាទឹកវាឆ្លក់មិនខំបវេបវាហែលចាំប៉ុន្តែនេះខ្ញុំជឿ 100% ថាបើថាអ្នកចេះហែលទឹកលោតទឹកគឺលោតមិនស្លាប់ទេលោតមិនក៏មិនស្លាប់តែឆ្លក់ហែលលន់លើហើយមានអ្នកខ្លះទៅប្រុងទៅលោតដល់ទៅមើលទៅឡើងទៅលើស្ពានវាខ្ពស់ពេកលែងលោតទៅមិនខ្លួនឲ្យវាចេះខ្លាចស្ពានខ្ពស់យ៉ាងទៅហើយខ្លះទៅប្រុងលោតស្រាប់តែមានទូកឆ្លងក្រោមស្ពាននោះហក់ទៅប្រាប់គេតាមតែទូកឲ្យលឿនឡើងឲ្យវាលឿនឲ្យលឿនតែទូកផុតទៅអត់ហ៊ានលោតអត់ហ៊ានខ្លាចលោតទៅចំទូកស្លាប់នៅលើទូកគេចង់លោតឲ្យចំទឹកហើយចំទូកមិនចំអ្នកបើកទូកអ្នកចៅទូកនេះទៅស្លាប់គាត់ម្នាក់ទៀតទៅឲ្យដូចកូនមុនចឹងទៅលោតទៅដល់ទៅលោតទៅចំអ្នកហែលទឹកក្រៅទៅងាប់អ្នកហែលទឹកលោតអត់ងាប់ទៅមកទៅជន់កកនេះមិនต้องទៀតអានោះពួកហែលទឹកងូតទឹកអានោះហើយក៏លោតនេះចំហ្នឹងជឿអត់បានមើលក្រមអានោះពួកហែលទឹកលេងនៅមាត់ទន្លេអានោះលោតស្ពានទៅបោះជន់កកងអ្នកហែលទឹកអូយខ្លាចតែព្រឹកនេះហើយវាចង់ងាប់តែចង់ងាប់គ្នាចង់ងាប់មែនតែមិនវាអត់បានងាប់តែហែលទឹកទៅវិញតានេះជាបន្តទៀតគឺចេញពីធ្វើការចោលឆក់កបោបដួលម៉ូតូរងរបួសស្រាលនារីម្នាក់ជិះម៉ូតូស្ពីកបោបចេញពីធ្វើការត្រូវចោលឆក់កបោបបានសម្រេចបណ្ដាលឲ្យដួលម៉ូតូរលាត់មុខខាងស្ដាំកាលពីវេលាម៉ោង 9:20 នាទីយប់ថ្ងៃទី 6 ឧសភាមុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចតាមមហាវិទ្យាល័យព្រះមុនីវង្សសង្កាត់បឹងត្របែកខណ្ឌចំការមនប្រពន្ធព័ត៌មានពីនារីនារីរងគ្រោះដែលមិនប្រាប់ឈ្មោះបានឲ្យដឹងថាមុនពេលកាត់ហេតុខ្លួនទឹកនឹងចេញពីធ្វើការជិះម៉ូតូកូបជ្រុងសេ90ពណ៌ទឹកប្រាក់ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរពីជើងទៅត្បូងមកដល់ចំណុចខាងលើស្រាប់តែមានក្រុមចោរ2នាក់ជិះម៉ូតូសេ125ពណ៌ខ្មៅធ្វើដំណើរតាមក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលស្ពាយនៅជាប់នឹងកបណ្ដាលឲ្យដាច់ខ្សែកាបូបឆក់យកទៅបាត់ដោយសុវត្ថិភាពចំណែកនារីរងគ្រោះបានដួលម៉ូតូរលាត់មុខមួយចំហៀងខាងស្ដាំ
ម្ចាស់កាបូបបានបន្តទៀតថាកាបូបដែលចោលឆក់យកទៅនោះមិនមានលុយកាក់អ្វីច្រើនទេគឺមានប្រាក់តែ 40,000 រៀលប៉ុណ្ណោះនិងឯកសារមួយចំនួនបន្ទាប់ពីជួបហេតុការណ៍ចោលឆក់កាបូបនារីរងគ្រោះបានទូរស័ព្ទហៅឪពុកម្ដាយដឹកយកទៅព្យាបាលរបួសនៅគ្លីនិកបញ្ញាស័កដោយមិនបានផ្ដិតផ្ដល់ទេដោយប្រាប់ថាលុយតិចតួចប្តឹងនាំតែខាត់ពេលវេលាទោះបីជាសមត្ថកិច្ចចាប់បានក៏មិនបានរបស់ដែលបាត់បង់មកវិញដែរបាទនេះចោលឆក់ហើយក្នុងកាបូបហ្នឹងអត់មានអីទេលុយ500រៀលហ្នឹងនៅក្នុងកាបូប 40000 40000ណាចា40000លុយ40000បាទហើយនឹងក្រៅពីហ្នឹងរបស់ដែលចោលហ្នឹងមានតែរបស់ដែលមកផាត់មុខទេmake up មកយកទៅឯងយកតែអ្នកគ្រោះថ្នាក់គ្នានេះចាឯកសារការងាររបស់គាត់ទៀតបាទអញ្ចឹងសូមបងប្អូនដែលនិយមប្រើប្រាស់កាបូបមើលទៅកាបូបថ្មីកាបូបល្អអីណាបាទសូមទុកដាក់អីស្រួលបួលបើថាស្ពាយដាក់ពីមុខមកបើថាជិះខាងក្រោយកុំធ្វើតេកណោកដល់ពេលអញ្ចឹងទៅវាចោលនោះវាមានឱកាសឃើញហើយវាញឹមហើយបាទតែបើសិនឯក្រោយដាក់អានោះគួយជិះពីអង្គរយើងដាក់នៅពីមុខចេះមកបាទដាក់ពីមុខឆក់ដល់ពេលហ្នឹងឆក់មកយកបើយើងដាក់អោបមកគាត់ហ្នឹងដោយសារតែនេះហ្នឹងដោយសារតែពាក់កហ្នឹងអត់ដាក់ពីក្រោយដាក់ជំនាញដាក់តែគាត់ជិះម៉ូតូខ្លួនឯងទៅគឺគេដប់គាត់ជិះម៉ូតូខ្លួនឯងខ្លួនឯងគាត់ពាក់កទៀតអញ្ចឹងទៅចោលឆក់បានទៅថ្ងៃក្រោយបើថាពាក់ដាក់កាបូបថ្មីដាក់មីននៅក្នុងកាបូបឆក់បុកឌុយតែងាប់ខ្លួនឯងណាលេចគិតដាក់មីនងាប់ចាស់កាបូបដែរអូលោកថ្ងៃនេះអូនសាច់ខ្លាំងមកដល់ទៀតអត់តរឿងទៀតរថយន្តកុងទីន័រដឹកអង្ករធ្ងន់ពេកប្រាស់ខ្លួនដេកនៅលើផ្លូវទំនប់កប់ស្រូវដាច់ក្រហេងក្រហមខ្លាំងពេកធ្វើឲ្យរថយន្តដឹកអង្ករមួយគ្រឿងធ្លាក់ចំហុកប្រាស់ខ្លួនដេកនៅលើថ្នល់លែងទៅមុខទៀតកាលពីវេលាម៉ោង 8 យប់ថ្ងៃទី 6 ឧសភាតាមផ្លូវទំនប់កប់ស្រូវភូមិសំរោងក្រោមសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យប្រពន្ធព័ត៌មានពីអ្នកបើកបររថយន្តកុងទីន័របានឲ្យដឹងថាគាត់បើករថយន្តកុងទីន័រពណ៌សអត់ស្លាកលេខដឹកអង្ករពេញក្នុងទូរថយន្តដឹកពីខេត្តកំពង់ចាមមកដាក់នៅក្លែងអង្ករក្នុងក្រុងភ្នំពេញដែលធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូងខណៈមកដល់ចំណុចខាងលើផ្លូវដាច់ក្រហេងក្រហមខ្លាំងពេកខំប្រឹងបួងចង្កត់ទឹកចុះកិច្ចឡើងស្រាប់តែធ្លាក់ចំហុកដ៏ធំបណ្ដាលឲ្យធ្លាក់ចំហុកក្រឡាប់ផ្អៀងមួយចំហៀងតែមិនបង្កឲ្យអ្នកបើករថយន្តរងរបួសទេហើយចំណែកអង្ករក៏មិនខ្ទាតចេញពីក្នុងទូរថយន្តដែរក្រោយការហេតុសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកាត់ហេតុប៉ុន្តែមិនបានឃើញប៉ះពាល់នឹងមានរងខូចខាតរបស់ទ្រព្យសាធារណៈទេទើបសមត្ថកិច្ចគ្រាន់តែហៅឡានស្ទូចមកស្ទូចយកទៅជួសជុលកុំឲ្យនៅកក់ស្ទះបន្តទៀតប៉ុណ្ណោះចាប្រឡាប់ដេកខ្លួនឯងណាដោយសារតែដឹកអង្ករធ្ងន់ពេកលើចំណោះហ៎បាទហើយជា